បាទជាដំបូងខ្ញុំបាទសូមគោរពអនុញ្ញាតជម្រាបសួរបងប្អូនជាកសិករពីចម្ងាយក៏ដូចជាលោកតាលោកយាយអ៊ំពូមីងបាទដែលចូលចិត្តវិស័យចិញ្ចឹមគោបាទហើយថ្ងៃនេះខ្ញុំសូមបើកបង្ហាញជាមួយនឹងការលក់ដូរបាទជូនទៅដល់បងប្អូនទាំងអស់គ្នាបាទហើយថ្ងៃនេះផងដែរត្រូវនឹងថ្ងៃសុក្រទី25ខែមេសាឆ្នាំ2025បាទហើយក្នុងនេះយើងមានមេជាប់កូនផងហើយមានមេអត់កូនផងអញ្ចឹងបងប្អូនអ្នកដែលមានចំណាប់អារម្មណ៍ស្រឡាញ់ជាមួយនឹងមេឬក៏មេអត់កូនមួយណាបងប្អូនអាចតាក់ទងមកបានតាមប្រព័ន្ធ Telegram ឬក៏បងប្អូនអាចមកមើលផ្ទាល់នៅអាសយដ្ឋានភូមិដងរែកឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទហើយការចិញ្ចឹមរបស់ខ្ញុំទៀតសោតគឺយើងចិញ្ចឹមជាបែបលក្ខណៈគ្រួសារបាទមានប្រឡែងតាមវាលឲ្យស៊ីផងក៏ដូចជាមកដល់ក្រោលយើងមានជាស្មៅដាំឲ្យស៊ីខ្លះឬហើយនឹងចំបើងខ្លះបាទមួយរយៈកន្លងមកនេះខ្ញុំក៏អត់បានធ្វើវីដេអូបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទេដោយសាររវល់ផងអីផងចឹងទៅហើយទៅតែមានភ្លៀងអីនេះក៏មានស្មៅក៏អាចថារៀងតនេខ្លះបាទដូចនៅក្នុងវីដេអូចឹងឃើញថាស្មៅច្រើនបងប្អូនអ្នកដែលមានចំណាប់អារម្មណ៍មកចង់បានជាមួយគោយកទៅចិញ្ចឹមបងប្អូនអាចសាកសួរបានបាទគ្រប់ទម្រង់គ្រប់មេគឺយើងមានបាទហើយមេមួយក្បាលនេះផងដែរគឺជាប្រភេទមេកូនញីមេសកូនពណ៌សតែមេក្រហមនៅគៀននេះបាទមិនមែនជាកូនរបស់វាទេដោយសារនៅតាមវាលគឺខ្ញុំពិបាកក្នុងការថតវាដើរបែកគ្នាទៅខាងនេះផងខាងនោះផងបាទអញ្ចឹងដូចមេមួយក្បាលនេះដែរហើយវាជាប្រភេទមេកូនឈ្មោលហើយយើងក៏ដាក់បារីដុលដែរហើយកូននេះក៏វាប្រហាក់ប្រហែលនឹងមេផងដែរហើយតម្លៃយើងមានចាប់ពីមេដែលអត់កូនតម្លៃជាង2លានបាទ2លានជាងហើយមាន3លានជាងរហូតទៅដល់ជាង6លានអញ្ចឹងខ្ញុំអត់បានលំអិតបន្ថែមសម្រាប់តម្លៃទាំងអស់ទេបាទហើយនេះជាសកម្មភាពមកដល់ក្នុងក្រោលបាទនេះជាប្រភេទមេពណ៌សហើយកូនរបស់វាក៏សដែរហើយបច្ចៈមេនេះខ្ញុំបានដាក់បារួចរាល់ហើយឃើញថាវាស្រកសាច់ដោយសារមួយរយៈកន្លងមកនេះវាពិបាកក្នុងការរកស្មៅហើយចំនួនគោរបស់ខ្ញុំនេះក៏នៅរៀងច្រើនបាទហើយការចិញ្ចឹមនេះគឺខ្ញុំមើលថែដោយខ្លួនឯងផ្ទាល់តែម្ដងហើយយើងប្រើប្រាស់ជាមួយថ្នាំក៏ដូចជាអឺมันមានលទ្ធភាពក្នុងការឲ្យស៊ីជាចំណីអីទេគាត់ថាយើងអាចរកស្មៅយើងដាំស្មៅកិនអីចឹងទៅអាចឲ្យវាស៊ីបានខ្លះហើយយើងក៏ប្រឡែងតាមវាខ្លះអញ្ចឹងបងប្អូនដែលចង់បានបាទអាចតាក់ទងមកបានបាទអញ្ចឹងឬក៏អាចមកមើលផ្ទាល់ក៏បានដើម្បីជាភាពងាយស្រួលបាទអញ្ចឹងនេះជាកូនរបស់វាបាទអញ្ចឹងខ្ញុំបង្ហាញជូនបាទកូនវានេះធំហើយយើងយកមករៀងយូរខែដែរដោយសារយកមកពីមុនកូនវានៅតូចហើយមេក៏នៅធាត់តែឥឡូវនេះមេរៀងស្រកសាច់តែកូននេះឡើងធំអាចថាកូននេះកម្ពស់អាចនឹង1.10 ម៉ែត្រទៅ1.15 ម៉ែត្រហើយបាទជាប្រភេទកូនឈ្មោលអាចធ្វើបានដោយសារយើងទិញមកនេះក៏បំរុងថាទុកវាឲ្យធំអាចធ្វើបានហើយសម្រាប់មេថ្នោតនេះដែរវាក៏មានកូនជាប់ផងដែរអញ្ចឹងវាជាប្រភេទកូនឈ្មោលនៅក្នុងក្រោលអញ្ចឹងខ្ញុំអាចថតវាបានរៀងជាប់តែបើសិនជានៅតាមវាលវាពិបាកបាទអញ្ចឹងបងប្អូនដែលនៅតែស្រឡាញ់នៅតែចង់បានបងប្អូនអាចតាក់ទងបានឬក៏អាចមើលផ្ទាល់បានបាទអញ្ចឹងខ្ញុំនឹងបង្ហាញជូនគ្រប់មេគ្រប់កូនទាំងអស់ដើម្បីឲ្យបងប្អូនបានឃើញបាទនេះជាទិដ្ឋភាពនៅក្នុងក្រោលផ្ទាល់អញ្ចឹងខ្ញុំមកបង្ហាញជូនជាមួយកូនរបស់វាជាភេទកូនឈ្មោលបាទកូនរបស់មេថ្នោតនេះក៏ធំដែរហើយកើតបានចូល2ខែហើយអញ្ចឹងឃើញថាកូនក៏មានភាពស្រស់ស្អាតហើយឈរអើតងោល្អបាទតែដូចថាអញ្ចឹងខ្ញុំនៅចំនួនរៀងច្រើនយើងក៏រៀងខើចស្មៅតែបើសិនជាបងប្អូនអ្នកថែដដែលអាចនឹងឡើងលឿនបាទហើយអឺមេកូននេះផងដែរបាទយើងក៏លក់ដែរអញ្ចឹងខ្ញុំបង្ហាញជូនសម្រាប់បងប្អូនអ្នកដែលស្រឡាញ់ចង់បានជាមួយមេកូនធំហើយយើងក៏ដាក់បារួចរាល់ព្រោះដោយសារខ្ញុំមានបានៅក្នុងក្រោលផ្ទាល់ខ្ញុំក៏បានដាក់ដែរតែចំពោះការដាក់នេះខ្ញុំក៏មិនបានកត់ថ្ងៃខែអីសម្រាប់ចំណាំដែរអញ្ចឹងបងប្អូនដែលត្រូវការបាទអាចទស្សនាជាមួយវីដេអូនេះបានព្រោះមួយរយៈកន្លងនេះខ្ញុំអត់បានបង្ហាញពីការផុសលក់ទេអញ្ចឹងមានបងគាត់ចង់ឃើញនឹងការផុសលក់គាត់ក៏ឲ្យខ្ញុំធ្វើវីដេអូបង្ហាញជូនបាទ
ហើយនេះជាមួយឈុតទៀតកូនញីបាទណាកូនញីបាទអញ្ចឹងមេរបស់វាពណ៌សហើយកូនក៏សដែរអញ្ចឹងខ្ញុំមកបង្ហាញជូនដាក់កូនវានេះក៏ធំហើយរុះរោមបាទវាឃើញថាលើបលោងហើយមេវានេះក៏ឡើងសាច់ដែរបាទជាប្រភេទមេពណ៌សបាទហើយកម្ពស់កម្ពស់នេះអាចថា1.45 ម៉ែត្របាទអញ្ចឹងខ្ញុំអត់បានវាស់ជាក់ស្ដែងជូនទៅដល់បងប្អូនទេបើសិនជាបងប្អូនចង់លម្អិតឬក៏ចង់ដឹងកម្ពស់បងប្អូនអាចcomment ឬក៏អាចសាកសួរទៅតាមប្រព័ន្ធលេខទូរស័ព្ទបាទអញ្ចឹងសូមអរគុណបាទលោកតាលោកយាយអ៊ំពូមីងក៏ដូចជា fan ដែលតែងតែគ្រប់គ្រងដែលតែងតែមកជួយទិញឬក៏តែងតែតាមដានបើសិនជាបងប្អូនចង់បានជាមួយវីដេអូថ្មីក៏ដូចជាចង់បានជាមួយគូបងប្អូនជួយចុចជាវក៏ដូចជាជួយចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូបាទហើយសម្រាប់មេមួយក្បាលនេះខ្ញុំបញ្ជាក់ជូនបងប្អូនថាវាជាប្រភេទមេទៅតែកូនដំបងទេតែកូនរបស់វាបាទយើងក៏សោកស្ដាយដែរដោយសារវាកើតមកវាពិបាកក្នុងការម៉មអញ្ចឹងហើយខ្ញុំក៏ជួយវាឲ្យបានម៉មដោះបោដោះដែរតែកូនគូវារោមម៉មដែរតែដោយសារមេនេះបាទវារៀងឆ្លេឆ្លាហើយណាមួយដូចតែឃើញចំនួនគូរបស់ខ្ញុំនៅច្រើនយើងឲ្យបានថែវាទៅដល់ហើយកូនរបស់វាក៏បានស្លាប់អញ្ចឹងកូនវាស្លាប់ប្រហែលជាជិត1 ខែហើយមេក៏អត់ស្រកសាច់ទៅណាកាលពីដែលវាផើមធំមានបងប្អូនមកសាកសួរតម្លៃយើងថាអត់ទាន់លក់ដោយសារឃើញវាផើមធំឥឡូវនេះបាទអញ្ចឹងបងប្អូនអ្នកដែលមានចំណាប់អារម្មណ៍ចង់បានយកទៅធ្វើពូជបន្តបងប្អូនអាចមកមើលបានបាទហើយអញ្ចឹងសម្រាប់វីដេអូគឺខ្ញុំសូមបង្ហាញជូនតែប៉ុណ្្នឹងទេហើយបើសិនជាច្បាស់មិនច្បាស់ក៏សូមបងប្អូនខន្តីអភ័យទោសដោយសារគូដល់ចុះដល់ឡើងហើយវារឿងចង្អៀតបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមគោរពលា